បងប្អូនពីច្រើននៅពេលណាដែលគាត់ឡើងអាស៊ីតបាទគាត់ព្យាយាមតមសាច់អត់ញ៉ាំសាច់ទេហើយជាពិសេសគ្រឿងក្នុងសាច់ហ្នឹងក៏ប៉ុន្តែមូលហេតុគឺវានៅតែមានដដែលវាឡើងអាស៊ីតដដែលវាឈឺជើងអាកលៈមេជើងម្រាមដៃតឹងណែនអញ្ចឹងណាបាទមនុស្សភាគច្រើនគាត់គិតថាលើសអាស៊ីតដោយសារញ៉ាំសាច់chứគាត់អត់សូវហ៊ានញ៉ាំសាច់ប្រហែលទេអ្នកខ្លះអត់ញ៉ាំបដៅញ៉ាំតែត្រីញ៉ាំតែបន្លែអញ្ចឹងណាបាទក៏ប៉ុន្តែគាត់ភ្លេចគិតទៅលើមូលហេតុចម្បងធំជាងគេដែលធ្វើឲ្យគាត់ឡើងអាស៊ីតហើយគាត់ខំតមសាច់យ៉ាងម៉េចក៏ដោយក៏គាត់នៅតែមានបញ្ហាឡើងអាស៊ីតនឹងដដែលអញ្ចឹងណាដោយសារតែគាត់អត់ដឹងបងមិនដឹងអត់អាហារមួយនឹងជាស្អីអាហារមួយនឹងគឺជាអាហារផ្អែមដែលបានមកពីផ្លែឈើដែលភាសាអង់គ្លេសគេហៅថា fructose អញ្ចឹងអាផ្អែមទាំងឡាយណាដែលបានមកពីផ្លែឈើគេហៅថា fructose ហ្នឹងអានឹងធ្វើឲ្យបងប្អូនហ្នឹងគឺមានបញ្ហាលើសអាស៊ីតច្រើនជាងគេដែលភាសាអង់គ្លេសគេហៅថា hyperuricemia hyperuricemia ហ្នឹងគឺលើសអាស៊ីតនឹងឯងអញ្ចឹងបងប្អូនខំអត់ញ៉ាំសាច់ទៅប៉ុណ្ណាក៏ដោយខំតមគ្រឿងក្នុងប៉ុណ្ណាក៏ដោយបងប្អូននៅតែលើសអាស៊ីតបើបងប្អូននៅតែបន្តទទួលទានអាហារផ្អែមដែលពោពេញទៅដោយfructose ហ្នឹងច្រើនអញ្ចឹងណាបាទហើយខ្ញុំលើកខ្លីៗឯផ្លែឈើដែលមាន fructose ច្រើនផ្លែប៉ោមហ្នឹងហើយពាំងបាយជូរផ្លែស្វាផ្លែសេរីណាបាទផ្លែអាឡឹកដែលបងប្អូនយើងញ៉ាំជាមួយត្រីងៀតបាទឆ្ងាញ់បំពេញជាតិទឹកអាហ្នឹងវាជួយក៏ប៉ុន្តែវាប៉ះអាការឡើងអាស៊ីតហ្នឹងឯងអញ្ចឹងបងប្អូនទទួលទានផ្លែឈើហ្នឹងគឺត្រូវតែមានកម្រិតហើយមួយទៀតស្ករសបងប្អូនណាស្ករសក៏មាន fructose ដែរណាស្ករសដែលយើងញ៉ាំរាល់ថ្ងៃដាក់ដាំស្លដាក់ក្នុងភេសជ្ជៈបាទទឹកក្លុកអីទាំងអស់ហ្នឹងឯងអាហ្នឹង fructose ច្រើនណាស់ 50% fructose 50%ទៀតគឺ glucose អញ្ចឹងណាបាទអាហ្នឹងស្ដាប់ជាពាក្យបច្ចេកទេសនិយាយរួមងាយស្រួលស្ដាប់ងាយស្រួលយល់ផ្អែមមកពីផ្លែឈើគឺបង្កឲ្យបងប្អូនឡើងអាស៊ីតទាំងអស់អញ្ចឹងអំពៅក៏ចាត់ទុកជាគេហៅថាខ្ញុំដឹងថាហ្នឹងផ្លែឈើឬក៏មិនអីអាហ្នឹងក៏មាន fructose ដែរអញ្ចឹងណាដែលថាស្ករសគឺពីអំពៅហ្នឹងគឺ full ពេញដោយ fructose ហ្នឹងឯងអញ្ចឹងណាបាទបងប្អូនត្រូវដឹងណានៅក្នុងរាងកាយយើងនៅពេលណាដែលបងប្អូនទទួលទានផ្លែឈើច្រើនផ្លែឈើហ្នឹងខ្ញុំនិយាយទាំងផ្លែឈើបងប្អូនញ៉ាំជាលក្ខណៈយកមកចែកតែហ្មងណាបាទបងប្អូនដែលចូលចិត្តទិញទឹកក្រូចច្បាច់គេដាក់កណ្ដុងគេច្បាច់ក្រូចពោធិ៍សាត់ផឹកទៅតាមផ្លូវបាទហត់អស់កន្លងផឹកទឹកក្លុកអញ្ចឹងណាបាទហើយដាក់ញ៉ាំអាហារញ៉ាំភេសជ្ជៈដាក់ស្ករច្រើនបាទណាអាហ្នឹងហើយគឺចូលមកជាមួយនឹងការលើសអាស៊ីតនឹងខ្លាំងមែនតើហ្មងពួកអីអាផ្លែឈើដែលខ្ញុំនិយាយខាងលើហ្នឹងនៅពេលដែលបងប្អូនទទួលទានចូលទៅបងទៅចាំណាមានតែថ្លើមបងប្អូនទេដែលមានសិទ្ធិបំលែងវាទៅជាធម្មពលបានមានតែថ្លើមទេដែលមានសិទ្ធិយកវាទៅបំបែកកំតិចបានអញ្ចឹងណាអញ្ចឹងបើសិនជាយើងញ៉ាំអានឹងច្រើនហាក់បីដូចជាយើងដាក់សម្ពាធទៅលើថ្លើមបងប្អូនច្រើនមែនតើហ្មងអញ្ចឹងហើយបានជាញ៉ាំផ្លែឈើច្រើនខ្ញុំនិយាយវីដេអូច្រើនមែនតើឲ្យបងប្អូននឹងមានបញ្ហាមួយគឺខ្លាញ់រួមថ្លើមដែលអង់គ្លេសគេហៅថា non-alcoholic fatty liver disease ណាជំងឺខ្លាញ់រួមថ្លើមកើតឡើងទៅលើមនុស្សដែលមិនផឹកស្រាពីព្រោះពីមុនពីដើមយើងមានចាំហ៎ឲ្យតែអ្នកមានបញ្ហាគេហៅថាខ្លាញ់រួមថ្លើមដែលយើងហៅថាទាកទឹកពោះធំៗហ្នឹងនឹងបញ្ហាផឹកស្រាត្រឹមត្រូវអត់ខុសទេក៏ប៉ុន្តែមនុស្សឥឡូវនេះបើច្រើនមែនតើមានបញ្ហាខ្លាញ់រួមថ្លើមដោយសារតែទទួលទានជាតិផ្អែមដែលបានមកពីផ្លែឈើនឹងច្រើនពេកដែលគេហៅថា fructose ណាបាទអញ្ចឹងសារធាតុផ្អែមដែលបានមកពីផ្លែឈើនឹងមិនមែនតែធ្វើឲ្យយើងឡើងអាស៊ីតមួយណាបងប្អូនខ្លាញ់រួមថ្លើមអញ្ចឹងហើយបានជាខ្ញុំបញ្ចូលក្នុងវីដេអូមួយខ្ញុំថាបើសិនជាបងប្អូនចាក់ទឹកផ្លែឈើឲ្យកូនបងប្អូនញ៉ាំមុនទៅរៀនណាគិតថានឹងល្អហាក់បីដូចឲ្យគាត់ផឹកស្រាអញ្ចឹងអញ្ចឹងអាការវិវត្តទៅរកខ្លាញ់រួមថ្លើមអាការវិវត្តទៅរកការលើសគីឡូលើសទម្ងន់អាការវិវត្តទៅទឹកនោមផ្អែមហើយលើសអាស៊ីតគឺនៅតាមផ្លូវគឺវានឹងកើតឡើងចំពោះគាត់នៅថ្ងៃណាមួយក្មេងអាឡបឺបំលែងអាហារខ្លាំងថ្លើមគាត់ទុកបានមិនអីទេចុះបើសិនជាយើងឲ្យគាត់ញ៉ាំរាល់ពេលរាល់ថ្ងៃរាល់ឆ្នាំឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំរហូតដល់10ឆ្នាំនោះគាត់នឹងមានបញ្ហាកើតឡើងទាំងអស់អញ្ចឹងបងប្អូនបាទអញ្ចឹងមែនតើទៅញ៉ាំផ្លែឈើច្រើនគឺគ្រោះថ្នាក់ហើយបងប្អូនភាគច្រើនអត់សូវដឹងទេបាទទទួលបានព័ត៌មានពីខាងអ្នកប្រឹក្សាសុខភាពផ្សេងមកថាញ៉ាំផ្លែឈើច្រើនណាបាទសុខភាពល្អកុំញ៉ាំបាយច្រើនពេកកុំញ៉ាំស្រាច្រើនពេកកុំញ៉ាំសាច់ច្រើនពេកដាក់ផ្លែឈើទៅអាហ្នឹងគឺជាប្រយោគមួយដែលកំពុងតែធ្វើឲ្យបងប្អូនមានជំងឺលើសអាស៊ីតមានជំងឺខ្លាញ់រួមថ្លើមទឹកនោមផ្អែមដោយមិនដឹងខ្លួនបងប្អូនញ៉ាំវាបានជាបង្អែមលាងមាត់ក្នុងកម្រិតមួយទៀតទៅបានកុំញ៉ាំច្រើនពេកបងប្អូនណាចឹងចំពោះបងប្អូនណាដែលមានបញ្ហាលើសអាស៊ីតណាខ្ញុំណែនាំឲ្យបងប្អូនបាច់ហ្មងស្ករសបាទរយៈពេល1ខែបាទទៅ2ខែទៅ3ខែមិនបាច់ញ៉ាំស្ករសបណ្ដោយហើយបងប្អូនប្រហែលជាមិនសប្បាយចិត្តប្រហែលទេព្រោះយើងធ្លាប់តែដាក់ស្ករសធ្លាប់ញ៉ាំស្ករសឆ្ងាញ់ព្រោះគូក្បាលយើងវាបិទដក់ជាប់ជាមួយនឹងស្ករសបាត់ហើយគូក្បាលយើងលងស្នេហ៍នឹងស្ករសបាត់ហើយអញ្ចឹងនៅពេលណាដែលយើងអត់ដាក់យើងជាមានអារម្មណ៍មួយញ័រមិនមែនតែដូចញៀនអញ្ចឹងហ្នឹងហើយចេះតែរហូតទៅផ្ទះបាយថែមស្ករសញ៉ាំអីថែមស្ករសណាបងប្អូនទ្រាំបងប្អូនកុំឲ្យគូក្បាលបងប្អូនទៀតអញ្ចឹងណាបាទហើយការទទួលទានផ្លែឈើក៏អញ្ចឹងដែរដល់ទិញមកទាំងគីឡូដាក់ទាំងថាសអ្នកណាមិនចង់ញ៉ាំរបស់ឆ្ងាញ់អ្នកណាក៏ចង់ញ៉ាំដែរមែនទេហ្នឹងហើយប៉ុន្តែបងប្អូនកំពុងតែមានបញ្ហាហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនគួរតែព្យាយាមប្រឈប់ឬក៏ញ៉ាំក្នុងកម្រិតមួយតិចទៀតបានហើយអញ្ចឹងណាបាទក៏ប៉ុន្តែបើសិនជាបងទុបផ្អែមមិនបានបាទខ្ញុំណែនាំឲ្យបងប្អូនទទួលទានស្ករម៉ាំងហ្វ្រូតហើយនិងស្ករ stevia ស្ករនេះគឺអត់មានឲ្យឡើងគេហៅថាអាស៊ីតនៅក្នុងហ្នឹងទេវាអត់មានជាតិស្ករទេវាអត់មានជាតិខ្លាញ់វាអត់ទាំងអស់ហ្មងហើយរសជាតិវាគឺមិនចាញ់ស្ករសទេបងប្អូនណាបាទតម្លៃថ្លៃ
ជាងស្ករសក៏ពិតមែនក៏ប៉ុន្តែសុខភាពបងប្អូនណាគឺទៅដល់សុខភាពបងប្អូនមុនគេបាទហើយមួយទៀតបងប្អូនគ្រឿងស្រវឹងដែលយើងហៅថាបៀណាប៊ីយ៉ាអានឹងក៏ធ្វើឲ្យឡើងអាស៊ីតអាក្រក់ដែរអញ្ចឹងណាអូខេអញ្ចឹងគ្រឿងស្រវឹងបាទផ្លែឈើស្ករសវាធ្វើឲ្យឡើងអាស៊ីតវាធ្វើឲ្យឡើងខ្លាញ់វាធ្វើឲ្យខ្លាញ់រួមថ្លើមវាធ្វើឲ្យទឹកនោមផ្អែមវារួមមកកាផ្លេហ្មងបងប្អូនបាទចឹងបងប្អូនគួរទទួលទានវាមានការប្រុងប្រយ័ត្នអូមួយទៀតបងប្អូនណាបាទអាហ្វ្រុកតូសដែលបានមកពីផ្លែឈើហ្នឹងណាបងប្អូនបាទក៏ប៉ះពាល់តម្រង់នោមមកបងប្អូនដែរអញ្ចឹងការទទួលទានវាគឺត្រូវតែប្រយ័ត្នមែនទែនហ្មងមែនទែនទៅបើសិនជាយើងនិយាយឲ្យងាយស្រួលយល់របស់ផ្អែមបាទរបស់ផ្អែមដែលបងប្អូនចូលចិត្តខ្លាំងណាអាហ្នឹងវាប៉ះពាល់សឹងមករៀងកាយមកក្បាលដល់ចុងជើងហ្មងបាទអាភាពចាស់ជរាឆាប់ចាស់ក៏សារហ្នឹងទឹកនោមផ្អែមក៏ដោយសារហ្នឹងលើសឈាមក៏ដោយសារហ្នឹងលើសខ្លាញ់ក៏ដោយសារហ្នឹងលើសអាស៊ីតក៏ដោយសារហ្នឹងមហារីកក៏ដោយសារហ្នឹងមហារីកនឹងមកជាអាពពួកផ្អែមហ្នឹងណាទៅចិញ្ចឹមកោសិកាមហារីកឲ្យរីកលូតលាស់លឿនទៅអញ្ចឹងបើសិនជាបងប្អូនមានបងប្អូនណាកំពុងតែខាត់ជំងឺមហារីកហាមទិញអារបស់ផ្អែមទៅសួរសុខទុក្ខគាត់អូខ្ញុំឃើញច្រើនមែនតើហ្មងទៅពេទ្យបាទទៅសួរសុខទុក្ខអ្នកជំងឺបាទគ្មានអីក្រៅពីផ្លែឈើទៅដោះគោអាហារដែលមានជាតិផ្អែមនៅក្នុងហ្នឹងណាគឺថាហ្នឹងសុខភាពល្អទាំងកន្ត្រកទៅហើយផ្លែឈើមកកន្ត្រកទឹកផ្លែឈើមកកន្ត្រកទឹកដោះគោមកកន្ត្រកអីចឹងទៅហើយបាទទៅសួរសុខទុក្ខអ្នកជំងឺជំងឺមហារីកឧទាហរណ៍ណាហើយគាត់កំពុងមានជំងឺមហារីកផងញ៉ាំអាហ្នឹងទៅហាក់បីដូចជារីកអាមកោសិកាមហារីកឲ្យធំទៅចឹងគូសាក់ខ្លាំងមែនតើបងប្អូនណាបងប្អូនចង់សួរទៅគាត់ឲ្យលុយគាត់ទៅណាមចង់បានលុយហ្នឹងណាលុយគាត់យកទៅបំពេញតម្រូវការរបស់គាត់ល្អជាងពពួកផ្លែឈើពពួកទឹកផ្លែឈើអីហ្នឹងអាហ្នឹងប៉ះខ្លាំងសូម្បីតែបងប្អូនយកអាហ្នឹងទៅប្រគេនលោកនៅវត្តខ្ញុំឃើញបងប្អូនខ្លះទិញទឹកផ្លែឈើទាំងកេះទៅដោះគោខាប់ទាំងកេះបាទប្រគេនលោកអធិស្ឋានបើខ្ញុំប្រើភាសាលោកខុសអីណាបាទមែនតើទៅគាត់អត់ឆាន់ទេអាហារពេលល្ងាចខ្ញុំអត់ឆាន់អាហារពេលល្ងាចគាត់បានអីឃ្លាតមិនទឹកផ្លែឈើហ្នឹងឯងមែនទេទឹកកំប៉ុងអាហ្នឹងទឹកនោមផ្អែមខូចចម្រងនោះមកធាត់អាក្រក់ណាបងប្អូនជួបបងប្អូនគិតដល់ចំណុចនេះឡើងវិញបងប្អូនណាពេលខ្លះទៅយើងអត់ចាប់អារម្មណ៍ដែរណាអត់ដឹងបាទក៏ប៉ុន្តែអាហ្នឹងកំពុងតែធ្វើឲ្យយើងមានបញ្ហាសុខភាពហើយបងប្អូនខ្លាចយើងអំបិលទៅឯងខ្លាចអំបិលខ្លាចប៊ីចេងអត់ហ៊ានញ៉ាំអំបិលអត់ហ៊ានញ៉ាំប៊ីចេងហើយខូចសុខភាពតាមការស្រាវជ្រាវបាទប៊ីចេងគឺភាគរយតិចមែនទែនខូចសុខភាពតែបងប្អូនទៅចាំជនជាតិចិនជនជាតិជប៉ុនប្រជាជនរស់នៅអាយុវែងជាងគេគឺដោយសារប៊ីចេងហ្នឹងណាបាទហើយរាងកាយត្រូវការអំបិលចាំបាច់ហ្មងរាងកាយត្រូវការស្ករណាអត់អំបិលបញ្ហាឡើយអត់ស្ករអត់បញ្ហាទេចឹងសូមផ្លាស់ប្ដូរផ្នត់គំនិតឲ្យគិតឡើងវិញណាបងប្អូនបានអូខេធ្វើវិធីកម្មខ្លួនឯងតិចណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ទទួលទានអាហារណាដែលមិនធ្វើឲ្យឡើងអាស៊ីតមិនឡើងស្ករមិនឡើងខ្លាញ់មិនលើសគីឡូហើយទាំងអស់ហ្នឹងគឺស្ករ stevia ហើយនិងស្ករ monk fruit បងប្អូនបាទវាពិតជាស្ករមួយជួយដល់សុខភាពបងប្អូនគឺពិតមែនអ្នកសុខភាពធម្មតាក៏ញ៉ាំបានដែរបងប្អូនណាបាទអូខេអរគុណច្រើន